នេះត្រាំប្រកាសរៀបចំដាក់ច្រកសមុទ្រហោមូសជាដែនដីរបស់សហរដ្ឋអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះតើអេរ៉ង់យល់ព្រមឬយ៉ាងណាយើងមកមើលព័ត៌មានលម្អិតទាំងអស់គ្នាប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump បាននិយាយថាលោកនឹងប្រកាសដាក់ច្រកសមុទ្រហោមូសឲ្យទៅជាដែនដីផ្លូវការរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ខាងមុខនេះដោយលោកអះអាងពីការក្តាប់អំណាចនឹងគ្រប់គ្រងទៅលើផ្លូវទឹកដ៏មានសារៈសំខាន់បំផុតមួយនេះតាមរយៈការបិទគប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកយោងតាមសារព័ត៌មាន Al Jazeera បានការប្រកាសដ៏ភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលរូបលោកបានអញ្ជើញទៅបំពាក់ជ័យលាភីនៅសាលានគរបាលមួយនៅក្នុងទីក្រុង Garden City រដ្ឋ New York កាលពីថ្ងៃសុក្រទី14ខែសីហាខណៈដែលការរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងឧស្ម័នធម្មជាតិនិងទំនិញសំខាន់ផ្សេងទៀតនៅតែបន្តកើតមានឡើងចំពេលដែលមានសង្គ្រាមនៅមជ្ឈមបូព៌ាតែធ្វើឲ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ខ្លាំងបំផុតលោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថាបន្ទាប់ពីយើងឈ្នះសង្គ្រាមនៅលើប្រទេសអ៊ីរ៉ង់ទាំងស្រុងក្នុងពេលឆាប់ខ្ញុំនឹងប្រកាសដាក់ច្រកសមុទ្រហោមូសជាដែនដីរបស់សហរដ្ឋអាមេរិកលោកក៏បានបន្ថែមទៀតថាសហរដ្ឋអាមេរិកបានដាក់ការបិទគប់រួចរាល់ហើយក៏គ្មានកប៉ាល់ណាមួយអាចឆ្លងកាត់បានឡើយបើសិនបើគ្មានការអនុញ្ញាតពីសហរដ្ឋអាមេរិកយ៉ាងណាមិញលោកក៏មិនបានបញ្យល់លម្អិតអំពីផែនការផ្លូវច្បាប់ឬក៏យុទ្ធសាស្ត្រស៊ីជម្រៅនៃការប្រកាសនេះនៅឡើយទេខណៈដែលភាគីអ៊ីរ៉ង់ក៏កំពុងតែខិតខំរក្សាការគ្រប់គ្រងលើផ្លូវទឹកលើផ្លូវទឹកនេះដូចគ្នាដើម្បីប្រើប្រាស់ជាកម្លាំងគំរាមកំហែងក្នុងការចរចាជាមួយនឹងទីក្រុងវ៉ាស៊ីនតោនទន្ទឹមនឹងនោះដែរលោកប្រធានាធិបតី Donald Trump បានលើកឡើងថាបើទោះបីជាលោកត្រូវប្រើប្រាស់កម្លាំងយោធាសហរដ្ឋអាមេរិកច្រើនជាងអ្វីដែលលោកចង់បានបន្តិចក្តីប៉ុន្តែសហរដ្ឋអាមេរិកដាច់ខាតមិនបណ្ដោយឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានឡើយលោកក៏បានបន្តអះអាងពីជ័យជំនះដ៏ធំធេងទៅលើអ៊ីរ៉ង់ដោយលើកឡើងថាថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់បានបាត់បង់អស់ហើយរហូតគ្មាននរណាត្រូវចរចាជាមួយទៀតផងដោយឡែកភាគីអ៊ីរ៉ង់វិញត្រូវបានរាយការណ៍ថាច្រកសមុទ្រនេះនឹងនៅតែបន្តបិទរហូតទាល់តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្រមព្រៀងតាមលក្ខខណ្ឌរបស់ខ្លួនរួមមានការសងជំងឺចិត្តសង្គ្រាមការលើកលែងការបិទគប់ផ្លូវទឹកនិងការដកកម្លាំងទ័ពសហរដ្ឋអាមេរិកចេញពីតំបន់ជុំវិញប្រទេសអ៊ីរ៉ង់ការបិទផ្លូវទឹកនេះបានធ្វើឲ្យប្រទេសជាច្រើនស្វែងរកដំណោះស្រាយនិងរំពឹងឲ្យមានការបើកច្រកសមុទ្រហោមូសឡើងវិញពេញលេញពីព្រោះពួកគេត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើផ្លូវទឹកមួយនេះសម្រាប់ការនាំចូលធម្មពលតែការលើកឡើងរូបប្រធានាធិបតីសហរដ្ឋអាមេរិកវាជាការពិតឬយ៉ាងណាបងប្អូនយើងមានតែរងចាំមើលជាបន្តទៀតឬក៏គ្រាន់តែជារឿងគេហៅថាប្រើចិត្តសាស្ត្រដើម្បីចិត្តសាស្ត្រសង្គ្រាមណាបងប្អូនបាទឥឡូវយើងមកមើលរឿងមួយទៀតបងប្អូនរឿងមួយទៀតនេះគឺ EU ក្រុងពង្រីកទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំបំផុតមិនធ្លាប់មានប្រឆាំងទៅនឹងប្រទេសរុស្ស៊ីនៅប៉ុន្មានខែខាងមុខទៀតនេះគឺជាព័ត៌មានអន្តរជាតិមួយទៀតយើងមកមើលទាំងអស់គ្នាសហភាពអឺរ៉ុប EU មានបំណងពង្រីកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ីឲ្យកាន់តែធំសម្បើមបន្ថែមទៀតនៅពេលប្រហែលខែខាងមុខនេះនេះបើយោងតាមការថ្លែងរបស់លោកស្រីកាចាខាឡាស់ដែលជាប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបដែលបានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Die Welt នៅថ្ងៃទី17ខែសីហាឆ្នាំ2026លោកស្រី Kallas បានគូបញ្ជាក់ថាទណ្ឌកម្មកន្លងមករបស់ EU បានធ្វើឲ្យរុស្ស៊ីខាតបង់យ៉ាងធ្ងន់ធ្ងរដោយលោកបានកាត់ផ្តាច់ថវិកាជាង1 trillion អឺរ៉ូប្រហែលជា 1.16 trillion ដុល្លារចេញពីក្បាលម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីហើយសម្រាប់រដូវស្លឹកឈើជ្រុះខាងមុខលោកស្រីក៏បានដាក់ស្នើបញ្ជីទណ្ឌកម្មដ៏ធំបំផុតមិនធ្លាប់មាន
ចាប់តាំងពីសង្គ្រាមបានទោះឡើងនៅអ៊ុយក្រែននៅក្នុងឆ្នាំ2022កន្លងមកលោកស្រី Callas បានបន្ថែមទៀតថានៅពេលដែលវិធានការថ្មីនេះត្រូវបានអនុម័តវានឹងធ្វើឲ្យចំនួនអង្គភាពនឹងក្រុមហ៊ុនរុស្ស៊ីដែលរងទណ្ឌកម្មកើនឡើងភ្លាមរហូតដល់1/3លោកស្រីក៏បានសង្កត់ធ្ងន់ថាសភាវុធនិងសម្ពាធផ្នែកសេដ្ឋកិច្ចត្រូវតែបន្តកើនឡើងជានិច្ចរហូតដល់រដ្ឋាភិបាលទីក្រុងមូស្គូយល់ព្រមបញ្ចប់សង្គ្រាមរបស់ខ្លួនបើទោះបីជាយ៉ាងណាក៏ដោយលោកស្រីមិនទាន់បញ្ជាក់លម្អិតអំពីកាលបរិច្ឆេទជាក់លាក់ឬក៏ខ្លឹមសារលម្អិតនៃការបញ្ចប់ទណ្ឌកម្មថ្មីនេះនៅឡើយទេគួររំលឹកផងដែរថាកាលពីខែកក្កដាកន្លងទៅសហភាពអឺរ៉ុបទៅតែអនុម័តបញ្ចប់ទណ្ឌកម្មចុងក្រោយបង្អស់របស់ខ្លួនប្រឆាំងទៅនឹងប្រទេសរុស្ស៊ីពាក់ព័ន្ធទៅនឹងសង្គ្រាមនៅអ៊ុយក្រែនដោយបានដាក់កំហិតតឹងរឹតបន្តឹងយ៉ាងខ្លាំងទៅលើវិស័យធនាគារនិងបណ្ដាញរូបិយប័ណ្ណ crypto របស់ទីក្រុងមូស្គូនេះគឺជារឿងព្រឹត្តិការណ៍ថ្មីមួយទៀតរបស់អន្តរជាតិបងប្អូនចូលមកទស្សនាកុំភ្លេចចុចពាក្យជាវឬ Subscribe ដើម្បីទទួលបានព័ត៌មានអន្តរជាតិថ្មីជាបន្តទៀត